ឈៀងអនចាសូមគោរពអរគុណរីឯខ្សែទឹកខាងក្រៅសព្រួយពេជ្រទទួលបានការឧបត្ថម្ភពីសម្ដេចកលាហោមសខេងឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រចាដែលលោកឧបត្ថម្ភសព្រួយពេជ្រខ្សែទឹកខាងក្រៅទូកទាំងពីរនេះសភនភាពចាប្រហាក់ប្រហែលគ្នាឯកសន្តាននិងចុងច្បាលបឿនទៀតសោតក៏នៅប្រហាក់ប្រហែលគ្នានៅឡើយចាអធិរាជកងពេជ្រកងតនឹងសែនជ័យរបស់លោកអង្គញាអឹងសៀននិងឯកឧត្តមស្នេហ៍ឯកហួតឈៀងអនចាមកពីខាងវត្តកងតនឹងបាទកងតនឹងចាកងតនឹងសូមក្រុមប្រគុណព្រះគ្រូចៅអធិការវត្តកងតនឹងផងដែរចាដែលបានថែរក្សាទូកអធិរាជកងតនឹងចាកងពេជ្រកងតនឹងសែនជ័យនេះហើយបានមកចូលរួមបណ្ដាំឥឡូវនេះនាំមុខទីទួយហើយទៅលើសព្រួយពេជ្រព្រៃវែងរបស់សម្ដេចកលាហោមសខេងបាទឯកសន្តានល្បីល្បាញណាល្អឥឡូវមកប៉ះជាមួយនឹងអធិរាជបាទចាកងពេជ្រកងតនឹងសែនជ័យហាក់ដូចជាចាញ់ព្រៀបបន្តិចបន្តួចតែបន្តិចបន្តួចទេបាទដាច់បន្តិចបន្តួចមិនដាច់ឆ្ងាយទេដាច់អាចថាធម្មពាក់កដាទូកបាទអាចពាក់កដាទូកបាទលើកំពុងតែបន្ថែមលបឿនទៀតហើយអធិរាជកងពេជ្រកងតនឹងសែនជ័យកំពុងចាមកំពុងតែបាទឆ្ពោះទៅរកទីព្រ័ត្រសព្រួយពេជ្រទទួលបានជ័យជំនះហើយសម្រាប់អធិរាជកងពេជ្រកងតនឹងសែនជ័យដែលចាប់ទូកគូទី83ជាបន្តបាទយើងត្រឡប់ទៅខាងក្រោយវិញតាមមុខទៀតចា